ជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបដាំដើមអមបងប្អូនណាចាការដាំដើមអមគឺថាមានភាពងាយស្រួលបងប្អូនចាមុនដំបូងថានេះខ្ញុំបានយកផើងមួយមកចាផើងនោះគឺថាមានរុនខាងក្រោមបងប្អូនណាចាដីនេះជាដីដែលខ្ញុំខំផុសខ្លួនឯងបងប្អូនណាថាខ្ញុំយកកាកសំណល់ពីផ្ទះបាយមកដាក់លាយជាមួយនឹងដីយើងចាឥឡូវគឺថានេះខ្ញុំបានកាត់មកអមដែលនាងខ្ញុំបានដាំពីមុននឹងមកចាបើបងប្អូនអត់មានមកបងប្អូនទិញមកអមពីផ្សារមកបងប្អូនកាត់យកតងខាងលើបងប្អូនណាប្រហែលជា3សង់ទីម៉ែត្រចាបន្ទាប់ពីកាត់មកអមរួចហើយនេះខ្ញុំក៏បានយកមកអមនោះមកដាក់ដាំបងប្អូនដូច្នេះនេះខ្ញុំបានជីកដីនោះប្រហែលជា2សង់ទីម៉ែត្របងប្អូនណាហើយក៏ដាក់ត្រួយមកអមនឹងចូលបងប្អូនចាបន្ទាប់ពីបានដាក់ដាំមកអមរួចហើយអស់ចឹងទៅគឺថានាងខ្ញុំបានចាប់ដើមស្រោចទឹកបងប្អូនគឺថាបងប្អូនត្រូវស្រោចទឹកយ៉ាងណាឲ្យបានជោគមែនទេណាបងប្អូនណាមុនដំបូងអញ្ចឹងណាបីឲ្យមកអមឆាប់មានឬបងប្អូនណាចាបន្ទាប់មកទៀតខ្ញុំបានយកខ្សែមួយចងនៅលើមែកឈើបងប្អូនហើយនេះខ្ញុំក៏បានចងថង់ហ្នឹងនៅខ្សែហ្នឹងហើយនេះខ្ញុំក៏បានយកថង់ហ្នឹងគ្របនឹងធំនាងខ្ញុំដើម្បីឲ្យមកអមយើងហ្នឹងបានហប់ទៅគឺថារហ័សដកបានល្អបងប្អូនណាចាចំពោះថង់ណាដែលធំនេះខ្ញុំបានយកខ្សែចងដើម្បីឲ្យបានចិត្តចាបន្ទាប់ពីនេះខ្ញុំបានដាំមួយអាទិត្យមកគឺថាដើមអមរបស់ខ្ញុំចាប់ផ្ដើមដុះឲ្យបងប្អូននេះគឺថានៅស្រស់ល្អបងប្អូនណាចាចាប់ផ្ដើមចេញឬមកតិចតិចឲ្យបងប្អូនចាដូច្នេះខ្ញុំក៏បានស្រោចទឹកបន្ថែមទៀតចឹងបងប្អូនណាចាស្រោចទឹកមកជោគល្មមចឹងទៅស្រោចហើយខ្ញុំក៏បានចងថង់នឹងដាក់ពីលើវិញចាឥឡូវរយៈពេល3អាទិត្យឲ្យបងប្អូនចាគឺថាមកអមរបស់នាងខ្ញុំគឺថាដុះបានល្អបងប្អូនណារយៈពេល3អាទិត្យនេះណាចាគឺថាដុះមកវែងហើយទៅក៏មានដើមអមខ្លះក៏មានចាប់ដើមចេញមែកសាខាដែរបងប្អូនណាចាដូច្នេះបងប្អូនអាចកាត់យកមកអមទៅញ៉ាំក៏បានឬក៏បងប្អូនអាចកាត់មកអមយកទៅដាក់ដាំបន្តទៀតក៏បានដែរបងប្អូនណាចាគឺថាបងប្អូនធ្វើអញ្ចេះទៅគឺថាមកអមនេះគឺថាដុះបានមួយឆ្នាំពេញបងប្អូនណាចាហើយពេលណាបងប្អូនកាត់ហើយបងប្អូនចងថង់វិញបងប្អូនណាទីបញ្ចប់នេះនាងខ្ញុំសូមអរគុណបងប្អូនចាស់ដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចា